សាហាវណាដល់ពេលខ្ញុំស្គាល់ព្រីហ្នឹងដំបងវានៅដើមឈើហ្នឹងដល់ពេលនៅដើមឈើហ្នឹងខ្ញុំចាប់សួរថានៅយូរនៅអញនៅតាំងកន្លែងនៅពីក្មេងដំបងហៅអញដល់ពេលហៅអញភ្លាមខ្ញុំក៏ផ្ដើមគម្រាមហើយចាប់ផ្ដើមចេញអំណាចរបស់ខ្ញុំសូត្រក្រងចេះឬក៏សម្ដែងរត់ណាមួយឲ្យគាត់ខ្លាចអញ្ចឹងទៅដល់ពេលគាត់ឃើញអញ្ចឹងទៅគាត់ខ្លាចខ្ញុំថាបើសិននេះអញនៅទឹកដីហ្នឹងអ្នកអញថែសាបើសិនជាមានបកគលណាមិនល្អមកអ្នកអញជួយឲ្យគេមកបាក់ខ្លោចខ្លាចបើសិនតែគេមកម្ដងល្អជួយគេសុខសប្បាយបើសិនអ្នកអញប៉ះពាល់ដល់គេអីទៅគេអញនឹងកំចាយអ្នកអញចោលទុកអ្នកអញទេអញអនុញ្ញាតឲ្យនៅព្រោះអានឹងជាទឹកដីរបស់អ្នកអញនៅមុនខ្ញុំទៅទៀតយើងក៏ផ្ដាំបែបរឹបដូចចិត្តខាងអញ្ចឹងក៏ប្រែបដៅអញ្ចឹងណាដល់ពេលយ៉ាងហើយមានដំបងញាក់ទៅស្គាល់គាត់ទេហើយគាត់ក៏ធ្លាប់សាកខ្ញុំកូនចៅគាត់ជានៅនឹងជាង100នាក់គាត់ធ្លាប់សាកខ្ញុំដូចគ្នាដែរគេសាករបៀបម៉េចគេប្រើព្រាយទូចមកលេងយើងមុនកូនចៅគេមកមុនកូនចៅគេមកទៅពេលខ្លះពេលហ្នឹងក្មួយខ្ញុំគាត់មកលេងខ្ញុំមួយស្រីណាគាត់មកលេងផ្ទះខ្ញុំបាទមកលេងផ្ទះខ្ញុំទៅក្មួយហ្នឹងគាត់មានគ្រូកណាខាសំណុំសវ៉ាមកគាត់ដែរគាត់មើលឃើញគាត់ថាពូអើយពូឯងមានផ្ទះហ្មងនៅហ្នឹងមិនគេឃើញមានផ្ទះដែរផ្ទះណាខ្ញុំក៏ឆ្ងល់ខ្ញុំឆោតទៀតមិនដែរចាប់អារម្មណ៍អញ្ចឹងដល់ពេលថានោះផ្ទះចោលទៅដើម7នោះផ្ទះគាត់ណាចោលដើម7ហើយគាត់ដើរទៅដល់ដើម7ហ្នឹងគាត់បូតត្រួយ7លេងចាគ្រាន់តែគាត់បូតត្រួយ7លេងយប់ឡើងបឡូគាត់បដ ாய் បឡូគាត់មិនមកសក់ឡើងវិញសក់គាត់សក់មេកទីនៅហ្នឹងវិញអស់ដីដូចស្បៃអញ្ចឹងហើយពួកព្រីពាក់ដូចរ៉ូបមិនទេរ៉ូបតែហែកហើយដូចស្បៃអត់សហើយឈុតខ្លះបើព្រីសភាគច្រើនព្រីកាន់ល្អកាន់សិលទេតែបើថាព្រីឈុតបែបខ្មៅពួកព្រីភាគច្រើនឈុតខ្មៅឬក៏ឈុតក្បិនបុរាណមកពួកព្រីគឺចឹងណាតែបើថាពួកព្រីឈុតសភាគច្រើនវាពួកកាន់សិលទេពួកល្អទេតែអាខាអាក្រក់ចំហ្មងភាគច្រើនវាកន្ទ្រីមកភាគច្រើនឈុតខ្មៅបែបខ្ញុំឃើញហ្នឹងគឺឈើញបែបឈុតខ្មៅរៀងស្បែកកាន់អញ្ចឹងហើយស្បែកគេទៅក្រោយវិញចាហើយសក់គេក៏វិញទៅតាមស្បែកដែរដឹងស្ទាយគេចេញមកមិនអត់ស្ទាយគាត់ចាតែគាត់ចេញមកមុននឹងគិតលងមនុស្សមុនគិតសាកមនុស្សមុនគិតចេះមនុស្សស្ទាយគាត់ចេះគេមានម៉ូតគេទៀតណាអញ្ចឹងហើយសាយមិនមែនដូចខ្ញុំទេណាគាត់ថាសំលេងគាត់ហ្នឹងពេលយ៉ាងស្ដាប់តែតាមផ្លូវញៀនតាមតិចហ្នឹងលងលន់ក៏លំពោវិញព្រៃហ្មងបាទសំលេងរបស់គាត់ហ្នឹងហ្មងរុំទៅលងលន់ស្ដាប់ទៅពេញទៅដោយភាពគួរឲ្យខ្លាចគាត់ណាឮសំលេងគាត់ហើយកូនផ្សាកូនងាស្ដាប់សឹងហៅយំលុះព្រលឹងហ្មងសឹងអញ្ចឹងហ្មងដល់ពេលអញ្ចឹងហើយខ្ញុំគាត់ថាយីយាយនេះខ្លាំងម្លេះគាត់ហ្នឹងខ្ញុំហៅគាត់យាយតែឥឡូវខ្ញុំហៅវាដោយសារខ្ញុំឈ្នះគាត់អញ្ចឹងណាតែបងខ្ញុំនៅមិនទាន់ឈ្នះគាត់អាចទៅសាកគ្នាទៅវិញទៅមកអញ្ចឹងហើយគាត់ក៏ប្រើអាចកអាចែមហ្នឹងមកលេងកូនខ្ញុំលេងក្មួយខ្ញុំថាយកមិញបោចសក់អញចេះគួរឲ្យយល់ហើយសក់គាត់កាសក់គាត់ស្លឹក7ទាំងម៉ាត់ដូចសក់គាត់អញ្ចឹងគេហៅថាធំនៅហ្នឹងស្លឹក7ទាំងម៉ាត់ដូចសក់គាត់អញ្ចឹងធ្លាក់មកលឺយាកអញ្ចឹងហើយក្មួយខ្ញុំបោចបន្តិចទេប៉ុន្តែគាត់ថាបោចសក់អញ